ចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺជាថ្ងៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី1បងប្អូនចាឃើញថានៅខាងមុខប្រាសាទអង្គរវត្តអូមនុស្សច្រើនកកមែនតើណាបងប្អូនអើយស្ទះផ្លូវហើយចានាងខ្ញុំជិះធ្វើដំណើរទៅក៏បានជួបប៉ារបស់នាងខ្ញុំចាគាត់អបសុកបងប្អូនអើយបាទគាត់មានរមាក់របស់គាត់ផ្ទាល់ខ្លួនចាគាត់អបសុកគាត់អត់ដឹងទៅណាគាត់ក៏មករត់ចឹងទៅណាបងប្អូនចានេះជាក្មួយប្រុសក្មួយស្រីរបស់នាងខ្ញុំចាពួកគាត់ក៏ប្លែកណាឥឡូវយើងកំពុងតែធ្វើដំណើរទៅតាមចាខ្លោងទ្វារទន្លេអ៊ំណាបងប្អូនចាហើយយើងក៏បានថតប្រាសាទអង្គរធំឃើញថាទេសភាពពិតជាស្អាតមែនតើដោយសារថ្ងៃនេះបងប្អូនអាកាសធាតុចាត្រជាក់ហើយអត់មានពន្លឺថ្ងៃទេអញ្ចឹងងាយស្រួលបងប្អូនយើងចាពីខេត្តផ្សេងមកចូលរួមទស្សនាចានៅប្រាង្គប្រាសាទអង្គរវត្តចាហើយនឹងអង្គរធំចាបងប្អូននេះជាប្រាសាទអង្គរធំណាបងប្អូនចាយើងធ្វើដំណើរបណ្ដាយើងក៏ថតយករូបទេសភាពបានស្អាតមែនទែនបងប្អូនចាបន្ទាប់ពីចេញពីប្រាសាទអង្គរធំមកចានាងខ្ញុំក៏បានចូលផ្សារមួយគេហៅថាផ្សារភូមិភាគបងប្អូនចាផ្សារនេះចាសម្បូរទៅដោយបន្លែធម្មជាតិណាបងប្អូនធម្មជាតិរបស់អ្នកភូមិអ្នកស្រុកយើងគាត់ដាំណាចាក៏មានបន្លែផ្សេងខ្លះទៀតដែរចានាងខ្ញុំទិញដំឡូងចាក្មួយនាងខ្ញុំក៏ចង់ញ៉ាំដំឡូងណាចានេះក៏មានត្រីធម្មជាតិដែរបងប្អូនអើយចាអ្នកភូមិអ្នកស្រុកគាត់រកបានណាបងប្អូន